ចាប់ហើយ iPhone 15 Pro Max មួយគ្រឿងនេះជិះឡានពេទ្យពីខាងបាត់ដំបងមកដល់ភ្នំពេញដើម្បីធ្វើការព្យាបាលខ្លួនដោយសារតែវាឈឺក្តៅខ្លួនបងប្អូនអញ្ចឹងយើងដាក់ scan ហ្នឹងឃើញថាក្តៅខ្លួនមែនតើនេះក្តៅងាងម្ចាស់គាត់ប្រើការទៅសាកថ្មមកពេញបើកបានមួយផ្លែតអស់ហ្មងដោយសារតែវាឆ្លងពីម៉ាស៊ីនណាឃើញតែក្តៅម៉ាស៊ីនហ្មងនេះបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំ scan មើលទៅឃើញថាក្តៅហើយយើងចាប់ផ្ដើមធ្វើការដោះវាដើម្បីវាយថ្នាំប៉ារ៉ាមកគ្រាប់ឲ្យវាជាដើម្បីផ្ញើត្រឡប់ទៅបាត់ដំបងវិញឥឡូវនេះយើងចាប់ផ្ដើមធ្វើការដោះវាប្របែកបតវាចេញម៉ាស៊ីនណាបងប្អូនហើយក្នុងការវាយថ្នាំនេះមិនចេះវាយទេបងប្អូនវាយត្រូវជាវាយខុសងាប់ណាដែលហេតុថាម្ចាស់គាត់ទុកចិត្តយើងហើយមើលវីដេអូយើងច្រើនហើយគាត់សុកចិត្តដាក់តាមក្រុមហ៊ុនដឹកជញ្ជូនមកដើម្បីផ្ញើមកពេញដើម្បីឲ្យខ្ញុំព្យាបាលវាយថ្នាំវាត្រូវដើម្បីឲ្យវាត្រជាក់ខ្លួនវិញណាអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមធ្វើការទៅតេស្តមើលកັບជាមួយម៉ាស៊ីនធ្វើតេស្តឃើញថាឡើង703បានន័យថាម៉ាស៊ីនហ្នឹងគឺវាក្តៅមែនតើគឺកັບទៅឆ្លងហ្មងបងប្អូននេះខ្ញុំដាក់ជាមួយនឹងម៉ាស៊ីន scan មកតង់ទៀតដើម្បីបង្ហាញណានេះកន្លែងដៃខ្ញុំច្រឡឹងគឺជាចំណុចដែលវាឆ្លងអញ្ចឹងអត់ចាំយូរទេបងប្អូនគឺខ្ញុំចាប់ផ្ដើមធ្វើការដាក់ពុម្ពដាក់ចូលម៉ាស៊ីនវ៉មពុះដើម្បីធ្វើផ្កាពុះហែកម៉ាស៊ីនវាជា2ដើម្បី check ទៅកំហូចហើយខ្ញុំនឹងវាស់បង្ហាញទៅកាន់បងប្អូនថាយើងវាស់មិនបានដឹងថាវាខូចទេណាបងប្អូនយើងធ្វើមិនបានដឹងថាវាខូចវាស់ឲ្យប្រកាសជាថាវាពិតជាខូចមែនកន្លែងណាអញ្ចឹងណាអញ្ចឹងនេះចំណុចដែលវាខូចគឺយើងអាចដឹងហើយយើងនឹងទៅវាស់បង្ហាញណាបងប្អូននេះអញ្ចឹងអ៊ីសេមកគ្រាប់នេះពាក់ព័ន្ធជាមួយនឹងកង់ដង់ហ្នឹងឡាញភ្លើងវាតែមួយអញ្ចឹងតម្រូវឲ្យយើងវាស់វាអញ្ចឹងខ្ញុំវាស់ទៅឃើញថាតម្លៃភ្លើងហ្នឹងវាបានតែ130ទេបងប្អូននេះឃើញទេបាន130អញ្ចឹងកន្លែងហ្នឹងវាត្រូវបាន400ជាងហើយវាវាស់បាន130អញ្ចឹងបានន័យថាវាឆ្លងអ៊ីសេនេះមកគ្រាប់ហើយអញ្ចឹងយើងធ្វើការលើកវាចេញដាក់ថ្នាំប៉ារ៉ាចូលមកគ្រាប់ឲ្យវាត្រជាក់ខ្លួនវិញដោយសារតែវាឆ្លងណាអញ្ចឹងឥឡូវនេះខ្ញុំធ្វើការលើកវាចេញហើយធ្វើការសម្អាតបាតអ៊ីសេវាស្អាតហើយយើងផ្លាស់ប្ដូរជាមួយនឹងអ៊ីសេ original ដែលយើងដកចេញពីគ្រឿងកាប់សាច់ស៊ីនមកណាអញ្ចឹងនេះបងប្អូនយើងឃើញហើយគឺវាឆេះអ៊ីសេនេះមកគ្រាប់នេះឃើញឡើងក្រហមងាងហ្មងណាហើយនេះឃើញឡើងខ្លោចតែដោយសារខ្ញុំអត់បានឡើយហ្នឹងខ្ញុំអត់បានស៊ូមឲ្យបងប្អូនមើលអញ្ចឹងនេះថ្នាំប៉ារ៉ារបស់យើងដាក់ចូលទៅហើយយើងធ្វើការផ្លុំបញ្ចូលហ្មងដោយសារតែថ្នាំយើងថ្នាំទឹកដាក់ទៅដឹងតែជាហ្មងបងប្អូនអញ្ចឹងឥឡូវនេះបន្ទាប់ពីយើងដាក់ចូលហើយយើងទៅវាស់វាឃើញថាបាន400ជាងដូចខ្ញុំនិយាយពីដំបូងអញ្ចឹងបានន័យថាចរន្តភ្លើងឡើយហ្នឹងគឺវាបាត់ឆ្លងហើយធ្វើឲ្យម៉ាស៊ីនហ្នឹងលែងឆ្លងលែងអីដូចមុនហើយហើយអរគុណមែនតើសម្រាប់បងប្រុសដែលគាត់នៅបាត់ដំបងដែលគាត់ទុកចិត្តយើងណាឥឡូវយើងកັບម៉ាស៊ីនធ្វើតេស្តឃើញថាលោត00បាត់ឆ្លងហើយឥឡូវនេះរួចរាល់ហើយបងប្អូនម៉ាស៊ីនគឺយើងបានធ្វើតេស្តរួចរាល់ហើយគឺបាត់ឆ្លងដូចមុនហើយបងប្អូននេះឃើញទេវាលែងឡើងក្តៅដូចមុនឡើងខ្លាំងហ្មងណាហើយកັບមួយម៉ាស៊ីនធ្វើតេស្តក៏ឆ្លងដែរអញ្ចឹងឥឡូវនេះយើងបន្ទាប់ពីយើងកັບមួយម៉ាស៊ីនធ្វើតេស្តអស់ហើយយើងតេស្តគ្រប់កម្មវិធីទាំងអស់ទូរស័ព្ទហ្នឹងយើងក៏បានធ្វើតេស្តរយៈពេល1ថ្ងៃដែរទុកជូនគាត់ថាវាស្រួលដូចមុនអត់អញ្ចឹងណាអញ្ចឹងក្រោយពេលដែលយើងធ្វើហើយគឺដំណើរការកម្មវិធីទាំងអស់គឺស្រួលដូចមុនទាំងអស់ហើយសម្រាប់បងប្អូនដែលមានបញ្ហាទៅលើ iPhone អាច comment សាកសួរខ្ញុំបាននៅខាងក្រោមវីដេអូ